Hello សួស្តីបងប្អូនទាំងគ្នាផ្សេងអ្នកដែលស្រឡាញ់ចិត្តម៉ូតូខ្ញុំបាទ Mr. Moto ស្វាគមន៍មកកាន់ម៉ូតូ0បាទនិយាយពីការបោះតង់ផ្សងព្រេងបែប ADV បងប្អូនអ្នកចូលចិត្តក្នុងវិស័យនេះពិតជាស្គាល់ម៉ូតូពី model នេះមិនខាននោះគឺ Honda City 125cc និង Yamaha PG1 ហើយថ្ងៃនេះខ្ញុំបាទនឹងលើកយកម៉ូតូពី model នេះមកធ្វើការប្រៀបធៀបថាតើម៉ូតូ model ណាដែលស័ក្តិសមបំផុតសម្រាប់អ្នកទាំងអស់គ្នាចង់ដឹងលម្អិតតោះតាមដានវីដេអូនេះទាំងអស់គ្នាចំពោះម៉ូតូទាំងពីរខ្ញុំសូមផ្ដើមពីការ design តែមុនដោយម៉ូតូទាំងពីរត្រូវបាន design ក្នុងប្រភេទតែមួយគឺ Cop Bike សម្រាប់ប្រើប្រាស់ក្នុងការជិះលេងក្នុងផ្លូវបែប trail និង off road ធម្មតាប៉ុន្តែតកតងទៅនឹងប្រវត្តិរបស់ម៉ូតូ Honda City មានប្រវត្តិចាប់កំណើតមកជាយូរមកហើយគឺតាំងពីឆ្នាំ1960មកម្លេះហើយមានការវិវត្តជាបន្តបន្ទាប់ទាំងរូបរាងនិងបច្ចេកវិទ្យាទៅតាមសម័យកាលចំណែកឯ Yamaha PG1 ទើបតែចាត់កំណើតនៅក្នុងសតវត្សទី21នៅក្នុងឆ្នាំ2024នោះម៉ាស៊ីនជាផ្នែកដ៏សំខាន់មួយដែលបំពាក់នៅលើម៉ូតូដោយ Honda City 125ត្រូវបានបំពាក់ម៉ាស៊ីនកម្លាំង 125cc ជាប្រភេទ SOHC ដំណើរការចម្អែ4តង់មានស៊ូប៉ាប់ចំនួន2បញ្ចុះកម្ដៅដោយខ្យល់មានប្រអប់លេខចំនួន4ពាក់ជាប្រភេទ Semi Automatic ផលិតកម្លាំងបាន8សេចសេសនិងកម្រិតរមួល11 Nm សារដំណើរដោយប្រេងម៉ាស៊ីនកំហប់ W30 ចំណុះ 0.8 លីត្រមានប្រព័ន្ធបាញ់សាំងជាប៊ិចសាំងជាប្រភេទ PGM-FI ទំហំ42 mm off throttle កម្រិតស៊ីប្រេងក្នុង100 km ត្រឹមតែ1.68 លីត្រប៉ុណ្ណោះយើងអាចជិះបានកាន់តែឆ្ងាយដោយចាក់សាំងមួយពេញយើងអាចជិះបានប្រហែល315 km រីឯ Yamaha PG1 វិញត្រូវបានបំពាក់នូវម៉ាស៊ីនប្រភេទដូចទៅនឹង Honda City 125ដែរតែវាមានកម្លាំងត្រឹមតែ 115cc ផលិតកម្លាំងបាន9 PS ក្នុងកម្រិតជុំម៉ាស៊ីន7000 rpm និងកម្រិតរមួល 9.5 Nm ក្នុងកម្រិតជុំម៉ាស៊ីន5500 rpm មានប៊ិចសាំងជាប្រភេទ Electronic FI ហើយប្រើប្រេង ML កំហាប់ W40 ចំណុះ 0.8 លីត្រចំណែកកម្រិតស៊ីប្រេងប្រើប្រាស់ទៅនឹង Honda CT 125ដែរគឺ 1.69 លីត្រក្នុង100 km ដូចនេះចាក់មួយពេញចំណុះ 5.1 លីត្រយើងអាចជិះបានប្រហែល300 km ចំពោះម៉ូតូប្រភេទ Off-road បូមគឺជាគ្រឿងបង្គុំដែលសំខាន់មួយផងដែរដោយ Honda City 125ត្រូវបានបំពាក់បូមជាប្រភេទ Telescopic Fork 27 mm ទំហំ 4.3 អ៊ីងនិងបូមក្រោយជាប្រភេទ Twin Shock ចំណែក Yamaha PG1 បំពាក់បូមមុខជាប្រភេទ Telescopic Fork 130 mm និងបូមក្រោយជាប្រភេទ Twin Shock ដូចទៅនឹង Honda City 125ដែរកង់ជាគ្រឿងបង្គុំដែលភ្ជាប់ទៅនឹងបូមចំពោះ City 125បំពាក់សម្បកមុខក្រោយសំស្មើគ្នាគឺ 80/90/17 ចំណែក PG1 បំពាក់សម្បកកង់មានទំហំដូចគ្នាដែរទាំងមុខក្រោយមានទំហំ 90/100/16 MC កង់របស់ PG1 មានទំហំធំជាងងាយស្រួលក្នុងការគ្រប់គ្រងនៅក្នុងផ្លូវប្រភេទ Off-road បានល្អជាង City 125cc ក្រៅពីការរៀបរាប់ខាងលើហ្វ្រាំងគឺជាប្រព័ន្ធប្រសុទ្ធភាពរបស់ម៉ូតូដោយ City 125បំពាក់ហ្វ្រាំងទំនើបជាង PG1 កង់មុខក្រោយបំពាក់ហ្វ្រាំងនេះនៅកង់ខាងមុខបំពាក់ប្រព័ន្ធជំនួយហ្វ្រាំង ABS ចំណែកឯ Yamaha PG1 បំពាក់ហ្វ្រាំងឌីសនៅខាងមុខនិងកង់ក្រោយបំពាក់ហ្វ្រាំងសេរីចាស់ជាប្រភេទ Drum Brake ធម្មតាសរុបមកម៉ូតូ Yamaha PG1 និង Honda City 125មានការ design ស្រស់ស្អាតយ៉ាងម្នាក់ប៉ុន្តែ City 125មានភាពទំនើបជាងដូចជាប្រព័ន្ធហ្វ្រាំងកុងទ័រភ្លើងជាដើមចំណែកឯតម្លៃវិញក៏ថ្លៃជាង PG1 ដែរហើយវាស័ក្តិសមនឹង fan Honda ដែលស្រឡាញ់នៅគុណភាពផលិតនិងបច្ចេកវិទ្យារបស់វាហើយមានថវិកាគ្រប់គ្រាន់សម្រាប់បំពេញថ្លៃទឹកដោះចំពោះចំណាប់អារម្មណ៍របស់ខ្ញុំជ្រើសយក PG1 ពីព្រោះការ design របស់វាត្រូវចំណូលចិត្តខ្ញុំជាងរួមផ្សំជាមួយនឹងតម្លៃល្អជាងទៀតនោះ PG1 គឺជាជម្រើសល្អសម្រាប់អ្នកដែលចូលចិត្តផ្សងព្រេងនិងថវិកាហើយអ្វីដែលខ្ញុំបានរៀបរាប់ខាងលើនេះគ្រាន់តែជាការរៀបរាប់អំពីស្ពៃរបស់ម៉ូតូប៉ុណ្ណោះតើបងប្អូនទាំងអស់គ្នាមានបទពិសោធន៍អ្វីខ្លះទាក់ទងទៅនឹងម៉ូតូពីរម៉ូដែលខាងលើសូមធ្វើការបញ្ចេញយោបល់បងប្អូនក្នុងខមមិនខាងក្រោមខ្ញុំបាទ Mr. Moto សូមអរគុណនិងសូមគោរពលាបាយបាយ